If solo pro with our niche bằng hàng kỳ check file nó web server lấy dân mà ghi bé và dán cái bóng dân ngon cho là timer ở standard bọn Apache dân trời ta là Apache một sẵn còn mới timer standard bọn vậy tranh reload chết đây xa tạo trong bàn phơi mà xa ấy và tao mà bàn record em cái này tao mới dân châu từ đó món dân copy fileពី Windows ចូលទៅកាន់ Linux សិនមុននឹងយើងអាច copy file បានយើងត្រូវដឹង path របស់ Apache សិននេះ file ដែលខ្ញុំបានតេស្តមុនហ្នឹងឥឡូវយើងដឹង path របស់វាហើយតមកយើងទៅ copy file ពី computer ពី Windows មកចូលមកកាន់ Linux តាមរយៈ network នេះ script ដែលខ្ញុំបានរៀបរួចហើយនេះ path website ទាំង5ដែលត្រូវហោះតេស្តupload file ហ្នឹងដោយសារដល់វាអត់មាន permission ដំបូងយើងឲ្យ run permission នៅក្នុង Linux មុនសិនតមកយើងបើក PowerShell run នេះចេញទៅបានន័យថា copy បានជោគជ័យតមកយើងឆែកមើល file របស់យើងម្ដងទៀតចូលមាន5 folder ហើយបន្តមកយើងអាចតេស្តបានហើយយើងនេះជា link តេស្តរបស់យើងបើសិនជាវាចេញក្នុងលក្ខខណ្ឌចេះ
យើងត្រូវ reload នៅក្នុង Linux យើងសារទៀត ឥឡូវនេះបន្ទាប់ពី Fake Ownership Permission ដោយសារតែវាអត់ទាន់ទទួលបាន permission អញ្ចឹងឥឡូវ fix បានហើយឥឡូវយើងអាចចូលតេស្តបានទាំងអស់មាន 5 website នេះទី1នេះ website ទី2នេះ website ទី3ហើយនេះ website ទី4នេះ website ចុងក្រោយទាំងអស់មាន 5 website ហើយសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងជាចុងបញ្ចប់នៃវីដេអូសូមអរគុណដល់លោកគ្រូសម្រាប់ការងារនេះជម្រាបលា